សួស្តីប្រិយមិត្តដែលនិយមគាំទ្រ Channel ESP Education ក៏ដូចជាបងប្អូនសិស្សានុសិស្សនិស្សិតដែលតែងគាំទ្រពាក់ព័ន្ធទៅនឹងប្រធានបទរបស់ ESP Education របស់អ្នកគ្រូតែងតែលើកឡើងនៅថ្ងៃនេះដែរជាមួយនឹង ESP Education នឹងធ្វើការបង្ហាញពីកម្មវិធី C Code Python របស់យើងនៅផ្ដល់សេចក្តីមួយចំនួនសម្រាប់បងប្អូនធ្វើការស្វែងយល់អូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលាយើងចូលទៅកម្មវិធីបទហើយកុំភ្លេចជួយចុច Subscribe ជួយមកដឹង Channel ESP Education របស់អ្នកគ្រូផងដែរអូខេអញ្ចឹងការប្រើប្រាស់កម្មវិធី Python គឺនៅពេលដែលយើងឡើងរួចគឺយើងអាចប្រើប្រាស់វាដោយប្រើប្រភេទកម្មវិធីមួយនេះណាទាំងអស់គ្នាគឺយើងយកប្រភេទ IDLE ចា IDLE នឹងមកចាអញ្ចឹងនៅពេលដែលយើងបើកម្មវិធី IDLE cell នឹងបានគឺយើងអាចប្រើវា direct ទេអញ្ចឹងយើងចូល file ហើយយកពាក្យ new file ដើម្បីបង្កើតកូដសរសេរកូដ run ហើយវាចេញលទ្ធផលនៅក្នុង IDL cell របស់យើងផងដែរអូខេអញ្ចឹងមុននឹងចាប់ផ្ដើមយើងអាច save file code នឹងផងយើងចុច file ហើយយើងយកពាក្យ save as ចាហើយបើសិនជាយើងរក្សាទុកហើយយើងដាក់ control S មកអូខេអញ្ចឹងនេះនៅក្នុងឯកសាររបស់យើងវារក្សាទុកនៅក្នុង drive C របស់យើងអញ្ចឹងយើងអាចបង្កើតនៅក្នុងនឹងតែម្ដងចុច new file ហើយយើងចុចវាថា ESP Python អូខេចាហើយយើងចុច open file ហ្នឹងមកហើយយើងធ្វើការបើកវាដើម្បី save ហើយយើងដាក់កម្មវិធីដែលយើងធ្វើ ESP Python test 1ហ្នឹងទៅចាអញ្ចឹងអ្នកគ្រូដាក់ឈ្មោះយើងហើយយើង save អញ្ចឹងយើងបាន file ហ្នឹងហើយឈ្មោះ file របស់យើងគឺ ESP Python test 1.py py ហ្នឹងគឺ extension របស់ Python អូខេអញ្ចឹងនេះការសរសេរអញ្ចឹងដំបូងអ្នកនរគ្នាអ្នកគ្រូបង្ហាញសេចក្តីផ្ដើមដំបូងគឺតើតើអញ្ញាតរបស់យើងវាមានប្រភេទ x y អីចឹងទៅ x y អីចឹងទៅអញ្ចឹងនេះវាគេហៅប្រភេទអក្សរជាទូទៅយើងត្រូវប្រើវានៅក្នុងបើសិនជាយើងអត់ប្រើវាជាអញ្ញត្តិគឺប្រភេទអក្សរដូច hello អីយើងត្រូវដាក់ថ្មិញកដលចាថ្មិញកដល hello អញ្ចឹងណាចាបិទអញ្ចឹងមកហើយឬក៏ថ្មិញកដល2យើងដាក់ welcome អីចឹងទៅចាហើយប្រភេទលេខគឺយើងដាក់1 2 3អញ្ចឹងទៅហើយប្រភេទលេខបើសិនមកយើងប្រើលេខប៉ុន្តែវាជាប្រភេទអក្សរយើងត្រូវដាក់ថ្មិញកដលឬក៏ថ្មិញកដល2អមទៅអញ្ចឹងវានឹងคล้ายទៅជាអក្សរអ្នកនរគ្នាឃើញពេលដែលយើងដាក់អញ្ចឹងទៅវាបដូរពណ៌ទៅពណ៌បៃតងហើយបើយើងសេលេខធម្មតាវាដាក់1 2 3ណាអញ្ចឹងដល់យើងដក clear មកហើយយើង space វាមកយើងហៅវា1 2 3អញ្ចឹងទៅហ្នឹងដើម្បីភ្ជាប់គ្នាក្បៀសគឺយើងប្រើភ្ជាប់អូខេអញ្ចឹងនៅទីនេះអ្នកគ្រូនឹងបង្ហាញយើងពីរបៀបprint ហ្នឹងគឺជាកូដក្នុងការសរសេរហៅវាណាអញ្ចឹងអ្នកនរគ្នាចុចអញ្ចឹងវាបង្ហាញយើងពីរបៀបនៃការបញ្ចូលចាអញ្ចឹងយើងមានតម្លៃដែលយើងត្រូវការហៅវាមកហើយយើងភ្ជាប់វាដោយ camera អញ្ចឹងទៅយើងបិទមកវិញចា print នេះយើងដាក់វានៅក្នុងនេះអញ្ចឹងអ្នកគ្រូនឹងបង្ហាញយើងត្រួសអញ្ចឹងមុននឹងចាប់ដើមអ្នកគ្រូចង់ធ្វើប្រមាណវិធីចាអញ្ចឹងយើងតាមអញ្ញាតសិនយើងអាចបូក direct ទេយើងហាង x ស្មើប្រមាណវាស្មើតម្លៃ58មកយើងដាក់50ចាហើយ y របស់យើងគឺស្មើនឹង10អញ្ចឹងទៅណាអូខេអញ្ចឹងយើងចង់ឲ្យវាគណនាយើងអញ្ចឹងទី1យើងបូកយើងដាក់ add x y ចាអញ្ចឹងយើងស្មើអីគេយើងយក x បូក y ហើយបន្ទាប់មកយើងចង់បានដកយើងsubtract ដាក់ x y ដែរយើងសេសកាត់ដើម្បីកុំឲ្យជន់មួយញ៉ាត់របស់វាមានន័យកុំឲ្យជន់ពាក្យបច្ចេកទេសនៅក្នុងការសេកូដអញ្ចឹងយើងប្រើពាក្យអីឲ្យងាយស្រួលទៅបន្ទាប់មកយើងយក multiple ដាក់ mul x y មកចាអញ្ចឹង x គុណ y គុណគឺសញ្ញាផ្កាយចាហើយបូកដាក់សញ្ញាបូកធម្មតាដកក៏ដាក់សញ្ញាដកដែរដល់ពេលចែក divide អញ្ចឹងអ្នកគ្រូដាក់ div x y អញ្ចឹងយើងស្មើ x slash អញ្ចឹង slash យើងនេះរៀងបែបនេះx slash y ហ្នឹងគឺចែកអញ្ចឹងយើងចង់ឲ្យវាចេញលទ្ធផលប៉ុន្តែមុននឹងចេញលទ្ធផលយើងចង់ឲ្យវាស្វាគមន៍យើងមួយយើងប្រើពាក្យ print បង្ហាញមកហើយយើងដាក់អក្សរ welcome to ESP Education Channel in coding code programming course អញ្ចឹងទៅ by educate ទៅណាអញ្ចឹងយើងស្វាគមន៍ហើយអញ្ចឹងយើងដាក់ថ្មិញកដលបិទវិញផងណាថ្មិញកដលបិទហើយបន្តមកទៀតយើងហៅទៀតឲ្យ print ចាឲ្យយើង print វាធំដើម្បីកុំឲ្យពិបាកមើលចាបែបនេះណាអូខេបន្តមកទៀតអ្នកគ្រូហៅវាឲ្យវាចេញលទ្ធផលដែលយើងហៅអញ្ចឹងយើងដាក់វាបន្តមួយទៀតយើងបើកវងចកសិន DSR result
calculation ចឹងអ្នកគ្រូស្វាគមន៍មួយទៀតចាយើងដាក់យើងចឹងមកឲ្យវាចុះបន្ទាត់មកចាហើយយើងប្រើ print មួយទៀតចេញលទ្ធផលម្ដងនេះណាចឹងខាងក្រោមនេះគឺជាលទ្ធផលនៃការកណនាចឹង print ចេញគេ x heading y is ចាយើងដក clear ទេដាក់ថ្មីកណ្ដុរយើងដាក់ក្បៀសដើម្បីភ្ជាប់ហើយយើងហៅនេះលទ្ធផលរបស់យើងលទ្ធផលបូកយើងដាក់ add x y ចាហើយយើងក្បៀសមួយទៀតដាក់ថ្មីកណ្ដុរចុច full stop មកបិទចាហើយបញ្ចប់ដោយបិទគ្នាហើយយើង print វាចេញមកចាបន្ទាប់មកយើងដាក់ថ្មីកណ្ដុរហៅអក្សរដក subtract ចា subtracting y is ដក clear ទេបិទថ្មីកណ្ដុរក្បៀសដក SB sub x y ហើយក្បៀសមកវិញយើងដាក់ភ្ជាប់ជាមួយ full stop យើងដាក់ថ្មីកណ្ដុរ full stop ជាប្រភេទ string ណាយើងបិទថ្មីកណ្ដុរហើយយើងដាក់ print មួយទៀតចាគឺ x ហើយឲ្យមុល x y មកអូខេ multiplying y is ចាដក clear ថ្មីកណ្ដុរក្បៀសហើយយើងដាក់អញ្ញាតរបស់យើងដែលជាលទ្ធផល mul x y ចាឲ្យវាចេញមកយើងក្បៀសយើងដាក់ថ្មីកណ្ដុរចុច full stop មួយបិទថ្មីកណ្ដុរវិញយើងបិទពងចោលចាហើយបន្តមកយើង print មួយទៀតចាអ្នកនរគ្នាឃើញវាយូរអញ្ចឹងគេមានកម្មវិធីមួយចំនួនទៀតដើម្បីជួយសម្រួលដល់ការសេកូដនឹងណាយើងអាចប្រើប្រភេទ IDE ចាចឹងនេះអ្នកគ្រូបន្តសិន divide ding y is ចាចឹងយើងថ្មីកណ្ដុរមកយើងដាក់អូខេថ្មីកណ្ដុរមុនមិនក្បៀសតាមក្រោយថ្មីកណ្ដុរក្បៀសចា div x y ចាក្បៀសហើយយើងបើកថ្មីកណ្ដុរបិទ full stop ឲ្យថ្មីកណ្ដុរចាអញ្ចឹងអ្នកនរគ្នាចំណុចសំខាន់ណាកន្លែងអញ្ញត្តិគឺវាតែងតែពណ៌ខ្មៅហើយនេះគឺ C code របស់យើង procedure ផ្សេងណាចាអូខេ procedure sub procedure ដែលជួយយើងឬក៏ប្រភេទ string គឺបៃតងហើយប្រភេទ procedure របស់យើងគឺវាមានប្រភេទពណ៌រៀងស្វាយអញ្ចឹងទៅអូខេអញ្ចឹងដើម្បីដំណើរការយើងត្រូវ save វាសិនអញ្ចឹងយើង save វាហើយយើងគ្រាន់តែ control S ដើម្បីឲ្យវា save អា code ទាំងអស់ហ្នឹងហើយយើង run យើង select លើវាយើងចុចប៊ូតុង run ណា run ឬក៏ shortcut របស់វាគឺ F5 យើងយក folder run ហ្នឹងមកយើងយក run module ឬក៏ F5 ចាអញ្ចឹងវានឹងបង្ហាញនៅក្នុងទិន្នន័យដែលយើងបានសរសេរហ្នឹងនៅក្នុងapp មានន័យថានៅក្នុងកម្មវិធី IDLE cell ណានៅក្នុង Windows IDLE cell ដែលយើងបើកមុននេះចាអញ្ចឹងវាដំណើរការបែបនេះអញ្ចឹងយើងដឹងហើយ x របស់យើងតម្លៃ50ណាហើយ y របស់យើងគឺតម្លៃ10នេះយើងមើលណា x របស់យើង50តម្លៃ y យើងគឺ10ចាដល់ពេលវាចេញលទ្ធផលឲ្យយើងដូចគ្នាអាយ៉ាចឹងនៅពេលដែលយើងដឹងតម្លៃ x y របស់យើងចឹង x របស់យើង50បូកនឹង y 10 60ដល់ពេលដក50ដក60 50ដក10គឺ40ដល់ពេល50គុណ10គឺ500ដល់ពេល50ចែកនឹង10គឺ5 5.00ណាទាំងអស់គ្នាអូខេអញ្ចឹងនេះគឺជាសេចក្តីផ្ដើមមួយចំនួននៅក្នុងកម្មវិធី Python សម្រាប់បងប្អូនដែលយកទៅសិក្សាក៏ដូចជាការសេកូដនៅក្នុងមេរៀនគណិតវិទ្យាដែលជាមេរៀនមូលដ្ឋានទៅលើការគណនាបូកដកគុណចែកចាអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺអ្នកគ្រូមានបង្ហាញតែប៉ុណ្្នឹងហើយ Speed Education ក៏មានវគ្គសិក្សាខ្លីជាច្រើនដែលមានការបង្ហាញពាក់ព័ន្ធនឹងកម្មវិធី QuickBooks កម្មវិធីវិភាគ SPS និងកម្មវិធី SATA ក៏ដូចជាកម្មវិធី Design និងវគ្គសិក្សាគណនេយ្យក៏ដូចជាវគ្គសិក្សាខ្លីតាមតម្រូវការផងដែរផ្សេងប្រិយមិត្តមានចំណាប់អារម្មណ៍អាចធ្វើការម្នាក់ម្ដងតាមរយៈលេខទូរស័ព្ទ012 28 93 ដល់ពេលនេះនាងខ្ញុំអេតសុភ័ក្រសូមអរគុណនិងសូមគោរពលាហើយក៏សូមអភ័យទោសរងអភ័យឆ្កមកដែរអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេចជួយចុច Subscribe និងជាបណ្ដឹងជាការលើកទឹកចិត្តមកដែរអរគុណច្រើនបាយបាយ